គណៈប្រតិភូអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជាបន្តចុះត្រួតពិនិត្យស្ថានភាពជាក់ស្ដែងនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រខេត្តព្រះវិហារលោកជំទាវឧត្តមសេនីយ៍ម៉ាលីសុជីតាអ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃទី5ខែមីនាឆ្នាំ2026នេះបានចេញសេចក្តីប្រកាសព័ត៌មានជម្រាបជូនដល់សាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិឲ្យបានដឹងថានៅថ្ងៃប្រហោះទី5ខែមីនាឆ្នាំ2026វេលាម៉ោង 10:30 នាទីព្រឹកក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានសម្របសម្រួលជូនគណៈប្រតិភូអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជាដើម្បីត្រួតពិនិត្យជាក់ស្ដែងនៅក្របសំណល់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលបានបន្សល់ពីសកម្មភាពវាយប្រហាររបស់យោធាថៃមកលើកម្ពុជាកាលពីឆ្នាំ2025កន្លងទៅនិងស្ថានភាពនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃដែលបានចូលជាធរមានកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025ក្នុងភូមិសាស្ត្រខេត្តព្រះវិហារមន្ត្រីមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាស៊ីម៉ាបានធ្វើបទបង្ហាញជូនគណៈប្រតិភូទាំង12ប្រទេសអំពីប្រភេទគ្រាប់សំណល់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនិងប្រភេទគ្រាប់បានប្រើប្រាស់មានចំនួនសរុប1223គ្រាប់ត្រូវបានរកឃើញនៅក្នុងបរិវេណប្រាសាទព្រះវិហារដែលជាគ្រាប់របស់យោធាថៃបានប្រើប្រាស់ក្នុងអំឡុងពេលវាយប្រហារមកលើប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោកដែលជាមរតកវប្បធម៌ប្រវត្តិសាស្ត្រដ៏ថ្លៃថ្លារបស់ប្រជាជនខ្មែរសូមបញ្ជាក់បន្ថែមផងដែរថាសកម្មភាពបោះសម្អាតគ្រាប់សំណល់យុទ្ធភណ្ឌសង្គ្រាមរបស់មជ្ឈមណ្ឌលស៊ីម៉ាត្រូវបានអនុវត្តឡើងតាមគោលការណ៍ណែនាំរបស់រដ្ឋាភិបាលនិងបានកំណត់ថាជាកិច្ចការចាំបាច់អាទិភាពក្នុងការធានាបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋបន្ទាប់មកនៅថ្ងៃប្រហោះទី5ខែមីនាឆ្នាំ2026ដដែលនេះក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាក៏បានសម្របសម្រួលជូនគណៈប្រតិភូអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជាទាំង12ប្រទេសអញ្ជើញទៅកាន់តំបន់ប្រាសាទព្រះវិហារនិងតំបន់ជុំវិញស្ថិតនៅក្នុងឃុំស្រែមស្រុកចងខ្សានខេត្តព្រះវិហារព្រះរាជាណាចក្រកម្ពុជាដែលជាបេតិកភណ្ឌពិភពលោកដ៏មានតម្លៃបំផុតរបស់មនុស្សជាតិដែលរងការខូចខាតយ៉ាងដំណំដោយសារការវាយប្រហារពីសំណាក់យោធាថៃបញ្ជាក់ផងដែរថាសកម្មភាពនៃការវាយប្រហារទាំងពីរលើកដោយសពាវុធធនធ្ងន់យ៉ាងច្រើនសន្ធឹកសន្ធាប់ជាពិសេសការទម្លាក់គ្រាប់បែកពីលើអាកាសចេញពីយន្តហោះគ្មានមនុស្សបើកនិងយន្តហោះចម្បាំងដែលបានបាញ់សំដៅមកលើប្រាសាទព្រះវិហារពីសំណាក់យោធាថៃបានធ្វើឲ្យប៉ះពាល់និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរបំផុតលើរចនាសម្ព័ន្ធផ្ទាល់របស់បេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារនិងបរិវេណជុំវិញដែលទង្វើនេះបានបង្ហាញពីអសិលធម៌បង្ហាញពីការប្រមាថមាក់ងាយដល់វប្បធម៌អរិយធម៌និងទីសក្ការៈដែលជាមរតកមនុស្សជាតិជាពិសេសជាមរតកវប្បធម៌ដែលដូនតាខ្មែរបានកសាងបន្សល់ទុកដ៏មានតម្លៃមិនអាចកាត់ថ្លៃបានបើយោងតាមរយៈការកត់ត្រាចងក្រងពីការខូចខាតរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈឃើញថាការកត់ត្រាចងក្រងពីការខូចខាតចាប់ពីថ្ងៃទី7ដល់ថ្ងៃទី27ខែធ្នូឆ្នាំ2025បានបង្ហាញអំពីការខូចខាតធ្ងន់ធ្ងរលើសពីអ្វីដែលបានកត់ត្រាទុកនៅក្នុងខែកក្កដាឆ្នាំ2025យោងតាមភស្តុតាងរូបថតនិងវីដេអូដែលប្រមូលបានដោយអាជ្ញាធរជាតិព្រះវិហារក្នុងអំឡុងពេលបេសកកម្មចងក្រងឯកសារនាថ្ងៃទី28ខែធ្នូឆ្នាំ2025មាន562កន្លែងដែលប្រាសាទព្រះវិហារបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរក្នុងនាមជារដ្ឋដែលគោរពច្បាប់និងមានការទទួលខុសត្រូវខ្ពស់កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនិងគោលការណ៍ជាមូលដ្ឋានរបស់ធម្មនុញ្ញអង្គការសហប្រជាជាតិនិងធម្មនុញ្ញអាស៊ានដោយប្រឆាំងជាដាច់ខាតការគំរាមឬការប្រើប្រាស់កម្លាំងសម្ដៅសម្រេចបាននូវដំណោះស្រាយមួយដែលយុត្តិធម៌មិនលំអៀងនិងយូរអង្វែងដែលជាមូលដ្ឋានគ្រឹះសម្រាប់ប្រជាជននៃប្រទេសទាំងពីរអាចរួមរស់ជាមួយគ្នាក្នុងសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍ